ស្ដីអ្នកគ្នាអញ្ចឹងយើងបន្តនឹងការគូសstyle បែបនេះជាមួយនឹង blend tool ហើយនឹង rotate tool អញ្ចឹងជាដំបូងយើងអាចយក ellipse tool នេះ ellipse tool ហើយយើងអាចគូសជារង្វង់ខ្ញុំគូសជារង្វង់ទូចមួយគូសឲ្យមូលចេះមកហើយបន្តមកទៀតយើងអាចគូសបានឬយើងចង់ copy វាមួយទៀតមកយើងចុច Alt ចាប់ទាញមកខ្ញុំសុំគូសឲ្យវែងតិចអញ្ចឹងខ្ញុំសុំទាញវាទូចនេះអញ្ចឹងវាបានបែបនេះអញ្ចឹងជួយហ៊ានបន្ទាប់យើង select ទាំងពីរចេះយើង select វាហើយយើងប្រើប្រាស់ blend tool នេះ blend tool ហើយបន្ទាប់ពីប្រើប្រាស់ blend tool ខ្ញុំ click លើនេះមួយហើយខ្ញុំ click លើនេះមួយអញ្ចឹងវាមានចំនួនច្រើនអញ្ចឹងចំនួនដែលយើងចង់បានយើងចង់បានតែ6ទេអញ្ចឹងយើងclick កន្លែង blend tool នេះពីរដងដោយ click មកខាងឆ្វេងមកវាចេញ blend option នេះ blend option ឬក៏គ្នាយើងអាចចូលកន្លែងobject ហើយចូល blend ឬហើយឃើញពាក្យ blend option អញ្ចឹងបន្ទាប់ពីចេញ blend option ហើយកន្លែង spacing នេះយើងយកទី2 specific step នេះអញ្ចឹងចំនួននេះយើងអាចយកទៅ6មកអញ្ចឹងខ្ញុំយក6អូខេអញ្ចឹងខ្ញុំបដូរទៅ move tool វិញជាហ៊ានបន្តទៀតខ្ញុំអាច rotate អញ្ចឹងចំនួនជាក់ស្ដែងវាមាន8អញ្ចឹងខ្ញុំសុំយក8អូខេអញ្ចឹងខ្ញុំសុំខ្ញុំប្រើ rotate tool ខ្ញុំចុច rotate tool ហើយខ្ញុំឃើញនេះខ្ញុំចុច Alt ចាប់ទាញខ្ញុំដាក់ចំផ្នែកនេះបើដឹងវាស្មើទេខ្ញុំចាំបាន8មកជុំវាមានចំនួន360អញ្ចឹងគ្នាយើងអាចយក360ចែកនឹង8ហើយយើងចុចពាក្យ copy មកហើយបន្តមកទៀតយើងអាចចុច Ctrl D ដើម្បីឲ្យវា rotate ជុំវិញអូខេអញ្ចឹងបន្ទាប់ពីគ្នាយើងធ្វើបានrotate ជុំវិញហើយគ្នាយើងអាចឥឡូវខ្ញុំ copy នេះមួយហើយខ្ញុំ zoom វាទូចតិចអញ្ចឹងខ្ញុំសុំឆេងពណ៌វាទៅជាពណ៌ខៀវបែបនេះអូខេអញ្ចឹងខ្ញុំសុំទាញវាចូលចេះហើយខ្ញុំអាច zoom បានខ្ញុំចង់ដាក់វាទូចដាក់នៅចំនេះអញ្ចឹងខ្ញុំសុំដាក់វាស្មើសិនយើងអាចដាក់ម៉ៅឡើងនេះទៅហើយយើងអង្កលវាមើលទៅរៀងសមអញ្ចឹងណាអូខេអញ្ចឹងឥឡូវខ្ញុំសម្រេចថាយកប៉ុណ្ណឹងអញ្ចឹងខ្ញុំ select ប៉ុណ្ណឹងហើយខ្ញុំយក rotate tool ម្ដងទៀតខ្ញុំចាប់ទាញវាខ្ញុំដាក់ចំផ្នែកកណ្ដាលមកអញ្ចឹងខ្ញុំយកដូចមិញដែរយក360ចែកនឹង8យើងយក copy ខ្ញុំ Ctrl D ដូចមិញអូខេអញ្ចឹងដោយសារតែខ្ញុំដាក់អត់ចំកណ្ដាលនេះយើងអាចស្រីវាបន្តិចៗមកសារថាខ្ញុំកំណត់វាចំផ្នែកកណ្ដាលអញ្ចឹងណាអញ្ចឹងសម្រាប់ការគូសstyle ដោយប្រើ blend tool និងប្រើប្រាស់ rotate មានតែប៉ុណ្ណឹងគ្នាយើងអាចគ្រប់មកអញ្ចឹងយើងអាចចាប់ទាញបាន